ដើម្បីដកឈ្មោះសិស្សចេញពីថ្នាលបឋម PLP នៅតាមថ្នាក់នីមួយៗលោកគ្រូអ្នកគ្រូចូលទៅកាន់ថ្នាលបឋម PLP មកបាទរួចយើងជ្រើសរើសអនុវិស័យបឋមយើងជ្រើសរើសពាក្យគ្រូបង្រៀនបាទយើងជ្រើសរើសថ្នាលគ្រប់គ្រងសាលារៀនបាទថ្នាលគ្រប់គ្រងសាលារៀននេះគឺជាគណនីរបស់នាយកសាលាបាទអញ្ចឹងគណនីគ្រូបង្រៀនគឺមិនអាចដកឈ្មោះសិស្សចេញបានទេលុះត្រាតែគណនីនាយកសាលាបាទតើមកលោកគ្រូអ្នកគ្រូចូលទៅកាន់សញ្ញាត្រេ3ខាងឆ្វេងនេះមកបន្ទាប់មកលោកគ្រូអ្នកគ្រូចុចពាក្យសិស្សបាទរួចយើងជ្រើសរើសសិស្សបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចស្វែងរកសិស្សបាទដោយស្វែងរកឈ្មោះនីមួយៗបាទនេះបង្ហាញក្នុងលេខ1នេះយើងបង្ហាញបានម្ដង10បាទយើងអាចធ្វើបែបនេះយើងច្រោះវាបាទចុចកន្លែងតម្រងនេះហើយឧទាហរណ៍ថាខ្ញុំចង់ដកឈ្មោះសិស្សថ្នាក់ទី5អញ្ចឹងខ្ញុំ select កន្លែងជ្រើសរើសថ្នាក់នេះយកថ្នាក់ទី5 page បើសិនជាខ្ញុំដឹងថាសិស្សនឹងជាសិស្សស្រីឬក៏ប្រុសខ្ញុំអាច repeat បានតែកន្លែងនេះខ្ញុំអត់ទេដាក់ទាំងអស់ចឹងទៅតមកយើងចុចអនុវត្តតម្រងបាទតមកយើងក៏លេចឃើញបាទសិស្សឈ្មោះ candidate នេះមាន2គណនីបាទអញ្ចឹងខ្ញុំចង់លុបមួយចេញឬក៏ដកឈ្មោះនឹងចេញដោយសារសិស្សយើងមានតែ36នាក់តែជាក់ស្ដែងយើងលើសដល់ទៅ37អញ្ចឹងវាលើស1នាក់អញ្ចឹងយើងជ្រើសសញ្ញា text នេះមកគោះអាប្រអប់នេះដាក់សញ្ញា text មកបាទបន្ទាប់មកលោកគ្រូអ្នកគ្រូមើលខាងស្ដាំនេះមានរូបក្បាលមនុស្ស2នាក់ហ្នឹងយើងចុចលើនឹងមកតមកលុតផ្ទាំងបែបហ្នឹងយើងជ្រើសរើសពាក្យថាដកសិស្សចេញចុចលើនឹងមកអញ្ចឹងគេដាក់ដកសិស្សចេញពីថ្នាក់អញ្ចឹងមួយសិស្សមានតែសិស្សម្នាក់ហ្នឹងនឹងត្រូវដកចេញពីថ្នាក់របស់ពួកគេសកម្មភាពនេះមិនអាចត្រឡប់វិញបានទេបាទអញ្ចឹងយើងចុចដកចេញបាទតមកយើងចុចដកចេញទៀតបាទនេះលោកសារថាបានដកសិស្សចេញដោយជោគជ័យអញ្ចឹងខ្ញុំទៅពិនិត្យមើលថ្នាក់ទី5មិញបាទនេះសិស្ស36លើ36អញ្ចឹងមានន័យថាទិន្នន័យហ្នឹងត្រឹមត្រូវ